បាទជំរាបសួរសកម្មភាពរបស់លោកស្រីចៅសង្កាត់ចុះមកមើលទីតាំងដែលផ្លូវដាច់នៅភូមិថ្មាតពងផ្លូវឯកជនបងប្អូនដាច់ប្រវែងមុខកាត់នេះប្រហែលជា25ទៅ30ម៉ែត្រហើយជំរៅដែលបាក់នេះអាចស្មើនេះណាបងប្អូនប្រហែលជា2ម៉ែត្រកន្លះទៅ3ម៉ែត្រដីកំពុងតែលុះបាក់បន្តទៀតនេះបើជំរៅទឹកយើងអត់ដឹងប្រមាណទេព្រោះនេះអាចស្រកខ្លះបើវាយប់ឡើងច្រើនជាងនេះតែនេះគឺស្រកខ្លះហើយនេះដីកំពុងតែប្រេះបាក់បន្តទៀតគាត់តែកម្ពស់ផ្លូវនេះលបាក់ចូល2ម៉ែត្របើជំរៅទឹកទៀតមិនដឹងប្រមាណទេនេះសំបីដីស្រែខាងនោះក៏លុះដែរនោះលុះដល់ស្រូវអីខ្លះមានបងប្អូនអ្នកភូមិចាប់ដើមមកបងស្នាញ់មករត់ត្រីមួយហើយដីលុះលូវាមាន4ប្រឡោះលូមូល2លូជ្រុង2ទាំងអស់4ប្រឡោះប៉ុន្តែនៅតែហួតទឿនទប់ទឹកអត់បានដីកំពុងតែប្រេះបន្តទៀត